ID 001 enter មើលរងចាំបន្តិចនេះគឺបតរបស់យើងបានឆ្លើយតបដូចជា reply ទៅលើ message ដែលយើងបានសរសេរនៅក្នុងហ្នឹងហើយអញ្ចឹងគឺវាចំថ្ងៃទី9 ខែ 12 2025 ឥឡូវយើងចូលមកនៅក្នុង spreadsheet របស់យើងកែនេះ ID 001 ច័ន្ទវាសនាកែទៅជាថ្ងៃម្សិលមិញវិញអូខេខ្ញុំកែដាក់ថ្ងៃទី8បន្តមកខ្ញុំចូលមក Telegram ខ្ញុំដាក់ ID 001 ម្ដងទៀតអញ្ចឹងគឺវានឹង load មកបែបនេះពុំមានតនន័យសម្រាប់ថ្ងៃនេះទេប៉ុន្តែបើយើងវាយ ID 002 គឺវា load តនន័យឲ្យមានតែឈ្មោះផ្សេងគឺសុកចន្ទថាវត្តមានមករៀនបាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាហើយវីដេអូនេះដែរគឺខ្ញុំនឹងរៀបចំទៅលើ bot ដូចជា script មួយចំនួនដើម្បីឲ្យ bot នៅក្នុង Telegram របស់យើងហ្នឹង reply ទៅលើ message ដែលយើងសរសេរនៅក្នុងcomment ឬក៏នៅក្នុង message Telegram group របស់យើងណាហ្នឹងហើយឧទាហរណ៍ថាយើងកំណត់ជាការសរសេរមួយជា ID របស់សិស្សអញ្ចឹងណាជា ID របស់សិស្សហើយឲ្យ bot reply ទៅលើ ID សិស្សហ្នឹងទាញតនន័យចេញពី Google Sheet មកឆ្លើយតបនៅក្នុង message ដែលអាណាព្យាបាលសិស្សគាត់បានសរសេរនៅក្នុង group ដែលយើងបានរៀបចំហ្នឹងអញ្ចឹងយើងចង់ដឹងថាដំណើរការហ្នឹងមានអីគេខ្លះយើងទស្សនាវីដេអូនេះទាំងអស់គ្នាចំពោះបងប្អូនឬជាលោកគ្រូអ្នកគ្រូដែលមិនទាន់បាន subscribe ទៅលើ channel YouTube ខ្ញុំទេសូមកុំភ្លេចជួយ subscribe ទាំងអស់គ្នាផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់វីដេអូទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសង្ខេបពីអ្វីដែលមាននៅក្នុងនឹងមុនសិនអញ្ចឹងដំបូងនៅពេលដែលអាណាព្យាបាលសិស្សគាត់សរសេរ ID របស់សិស្សនៅក្នុងនេះនៅក្នុង message ផ្ញើចូលនៅក្នុងក្រុមហ្នឹងឧទាហរណ៍ថា ID 001អញ្ចឹងណាសរសេរផ្ញើចូលនៅក្នុងក្រុមហ្នឹង bot នឹងពិនិត្យមើលទៅលើ ID ហ្នឹងហើយស្វែងរកទិន្នន័យចេញពី Google Sheet មក reply ចូលនៅក្នុងក្រុម Telegram ហ្នឹងដើម្បីឲ្យអាណាព្យាបាលគាត់បានដឹងព័ត៌មានថាក្នុងថ្ងៃហ្នឹងកូនរបស់គាត់មករៀនអត់អវត្តមានឬមួយក៏មានវត្តមានឬមួយក៏ច្បាប់អីជាដើមចឹងទៅណាអញ្ចឹងដើម្បីរៀបចំដំណើរការនឹងបានទី1យើងត្រូវការ script ទី2យើងត្រូវការ bot ក្រុម Telegram ហើយនិង Google Sheet អូខេអញ្ចឹងខ្ញុំមាន Google Sheet មួយខ្ញុំដាក់ចំណងជើងឬក៏ដាក់ក្បាលតារាងទៅលើ Google Sheet ហ្នឹងហើយថាប្រហែលចំណុចចុះជាការឧទាហរណ៍ខ្ញុំដាក់នៅក្នុង column A នេះខ្ញុំដាក់ athlete អូខេ athlete សិស្សហើយទី2នេះខ្ញុំដាក់ឈ្មោះសិស្សហើយទី3ខ្ញុំដាក់ការបរិច្ឆេទអូខេការបរិច្ឆេទទី4ខ្ញុំដាក់ស្ថានភាពទី5ខ្ញុំដាក់កំណត់ចំណាំអូខេអញ្ចឹងនៅក្នុងការរៀបចំតារាងគឺអាស្រ័យលើអ្នកទាំងអស់គ្នាចង់រៀបចំបែបណាទម្រង់មិនជារឿងការរៀបចំរបស់អ្នកទាំងអស់គ្នាការរចនារបស់អ្នកទាំងអស់គ្នាហើយឆ្លើយតបជាមួយនឹងតម្រូវការក៏ដូចជារបាយការណ៍អ្នកទាំងអស់គ្នាប្រើប្រាស់អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះខ្ញុំលើកជាឧទាហរណ៍ការកត់ត្រាវត្តមានរបស់សិស្សទេការកត់ត្រាវត្តមានរបស់សិស្សទេឧទាហរណ៍ថាលោកគ្រូអ្នកគ្រូគាត់សរសេរលេខឬក៏យើងប្រើជា drop down list ក៏បានដែរអត់អីទេយើងអាចចូលមក data validation add ទៅលើ drop down list ហើយមានឈ្មោះជា drop down list អីជាដើមក៏បានដែរអត់អីទេការបរិច្ឆេទផ្សេងៗនេះយើងអាចដាក់បានកំណត់បានណាហើយមួយវិញទៀតស្ថានភាពនេះគឺយើងអាចកំណត់ជា drop down list បានដែរឧទាហរណ៍ថាច្បាប់វត្តមានអីជាដើមណាឬមួយក៏យឺតអីចឹងទៅយើងអាចធ្វើជា drop down list ដាក់នៅក្នុងកន្លែងស្ថានភាពនេះបានហើយកំណត់ចំណុចអាចជាការ note អាចជាការសរសេរអីជាក់ស្ដែងចឹងទៅណាហ្នឹងហើយអញ្ចឹងខ្ញុំអត់ចំណាយពេលយូរទៅលើចំណុចមួយហ្នឹងទេអញ្ចឹងយើងបានតារាងក្បាលតារាងមួយជា sample ទេជាឧទាហរណ៍ដែលខ្ញុំបានដាក់នៅក្នុងនេះទេហើយអ្នកនរគ្នាអាចរៀបចំតាមលក្ខខណ្ឌរបស់អ្នកនរគ្នាបានណាឧទាហរណ៍តែកន្លែងនេះខ្ញុំដាក់ attendance ចុះ ATT ទៅទេចុះអូខេខ្លីៗ ATT ហើយខ្ញុំតេស្តជាការឧទាហរណ៍2រោចុះខ្ញុំដាក់ ID 001នេះ ID 002ហើយឈ្មោះឧទាហរណ៍ថាច័ន្ទវាសនាណាហើយមួយទៀតខ្ញុំដាក់សុកចន្ទថាចឹងទៅសុកចន្ទថាអូខេហើយការបរិច្ឆេទខ្ញុំយក today នេះ today នេះយើងអាច format បាន format ចង់បានទម្រង់មិនអាហ្នឹងយើងអាចរៀបចំកន្លែងបានបន្ថែមណាហើយស្ថានភាពនេះខ្ញុំឧទាហរណ៍ថាដាក់អវត្តមានចុះដាក់វត្តមានហើយខាងក្រោមនេះខ្ញុំដាក់ច្បាប់សំទោសដាក់វត្តមានខាងលើខ្ញុំដាក់ឈឺចុះឧទាហរណ៍ទេអវត្តមានភាសាឈឺកន្លែងនេះខ្ញុំដាក់អវត្តមានហើយបើយើងចង់ប្រើច្បាប់ឬក៏អីផ្សេងៗក៏បានដែរអីទេណាហ្នឹងហើយ
តាមលក្ខខណ្ឌរបស់គ្នាប្រើទេនៅក្នុងតារាងមួយនេះហើយមួយនេះខ្ញុំដាក់មករៀនធម្មតាទៅមករៀនធម្មតាចេះទៅណាហ្នឹងហើយបន្ទាប់ពីយើងបានតារាងនេះហើយមានឈ្មោះ segment A ផ្សេងៗចឹងទៅបន្ទាប់មកយើងចូលមក extension ហើយយើងបើកទៅលើ app script របស់យើងហើយយើងចូលមកកន្លែងនេះខ្ញុំចូលមក copy script ចាំតិចខ្ញុំសូមដាក់ឈ្មោះ script សិនដាក់ឈ្មោះ app script ដាក់ថា set reply message Telegram ចេះទៅអូខេ Telegram ណាឧទាហរណ៍ទេហើយកន្លែងនេះខ្ញុំដាក់ rename ក៏បានដែរមិនដាក់ក៏បានបញ្ហាទេណាអញ្ចឹងយើងចូលមក copy script បញ្ជាក់តិច script នេះគឺខ្ញុំដាក់នៅខាងក្រោម comment នៃវីដេអូរបស់ខ្ញុំអាចចូលទៅ copy មកប្រើប្រាស់បានគឺខ្ញុំ free ទេណាហ្នឹងហើយអញ្ចឹងខ្ញុំ select all ធ្វើការ paste ហើយចំណុចដែលយើងត្រូវការកែសម្រួលមានអីគេខ្លះអញ្ចឹងអាចចូលមើលនៅក្នុងនេះបានខ្ញុំមានការ highlight ហើយនេះទី1គឺ token Telegram bot របស់យើងហើយទី2គឺការកំណត់តាក់ទងជាមួយនឹង ID start អក្សរអីគេ text ហ្នឹង start អក្សរអីគេអញ្ចឹងដូចក្នុង spreadsheet របស់ខ្ញុំគឺខ្ញុំកំណត់ពាក្យថា ID អញ្ចឹងខ្ញុំកែកន្លែងនេះទៅជា ID វិញទៅណាខាងក្រោមនេះគឺជាឈ្មោះនៃ sheet របស់យើងដែលយើងចង់ទាញទិន្នន័យក្នុងការ reply នៅក្នុង Telegram group របស់យើងអូខេហើយកន្លែងនេះខ្ញុំកំណត់តាក់ទងជាមួយនឹងID របស់សិស្សនៅក្នុង column T0 អញ្ចឹងណា column T0 ឬក៏ row ដំបូងគេបើយើងនិយាយភាសាគោលនៅក្នុងនេះគឺយើងនិយាយពី row អូខេប៉ុន្តែបើយើងមើលនៅក្នុង spreadsheet គឺពាក់ព័ន្ធជាមួយនឹង column ទេអូខេចឹងនៅក្នុងនេះយើងរាប់ពី A នេះទៅ A នេះគឺ column 0ឬក៏ row 0ហ្នឹងហើយនេះ1 2 3 4នេះចឹងទៅអូខេយើងចូលមកនៅក្នុងនេះកន្លែងនេះជាដាក់0ជា ID របស់សិស្សនេះ ID របស់សិស្ស0ហើយចំពោះការបរិច្ឆេទដែលយើងចង់ទាញគឺយើងទាញយកទិន្នន័យឲ្យវាត្រូវជាមួយនឹង today មានន័យថាត្រូវជាមួយនឹងថ្ងៃនេះបើសិនជានៅក្នុងថ្ងៃនេះមានទិន្នន័យដែលយើង update ពេលដែល comment នៅក្នុងសំទោសពេលដែលយើងសរសេរ message នៅក្នុង group Telegram គឺវាទាញទិន្នន័យឲ្យប៉ុន្តែបើសិនជាវាអត់មានទេគឺវា load បង្ហាញទិន្នន័យពុំមានទិន្នន័យសម្រាប់ថ្ងៃនេះអូខេចឹងនេះលេខ2គឺបញ្ជាក់អំពី column 2នេះយើងរាប់ពីនេះ0 1 2អញ្ចឹងគឺការបរិច្ឆេទនៅក្នុង column 2យើងដាក់លេខ2បានណាកន្លែងនេះគឺការទាញទិន្នន័យកុំឲ្យវា load ពាក់ព័ន្ធជាមួយនឹងអាស័យដ្ឋានផ្សេងៗទេយើងកំណត់បន្ថែមនៅកន្លែងនេះមកណាហ្នឹងហើយខាងក្រោមនេះពាក់ព័ន្ធជាមួយនឹងការកំណត់ដូចខ្ញុំបាននិយាយមិញអញ្ចឹងបើសិនជាអត់មានទិន្នន័យដែលគាត់សរសេរ message នៅក្នុងក្រុមទេគឺវា load បែបនេះប៉ុន្តែបើសិនជាមានទិន្នន័យត្រូវជាមួយនឹង ID ត្រូវជាមួយនឹងការបរិច្ឆេទ today គឺវា load ទិន្នន័យដែលយើងបាន set up នៅក្នុងនេះរួមមានចំណងជើងខាងលើយើងដាក់ព័ត៌មានវត្តមានសិស្សហើយខ្ញុំចុះបន្ទាត់2ហើយបន្ទាប់មកយើងមានអត្តលេខដែលទាញចេញពី student ID ដែលយើងបានកំណត់ខាងលើនេះគឺនៅក្នុង column 0 column A ណា row 0 column A អូខេហើយឈ្មោះគឺយើងទាញចេញពី row 1 column B អូខេការបរិច្ឆេទយើងទាញចេញពី row 2 ឬក៏ column C 0 1 2នេះ1 2អូខេបន្តទៀតកន្លែងនេះស្ថានភាពយើងទាញចេញពី row 3គឺនៅក្នុង D ហើយកំណត់ចំណាំ row 4គឺ column E អូខេចឹងកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងការ send report សំទោសការ send message ត្រឡប់ទៅវិញទេការ send message ត្រឡប់ទៅវិញគឺយើងកំណត់នៅក្នុងនេះអញ្ចឹងបើចាំប៉ះពាល់ទេអាចពិនិត្យមើលទៅកន្លែងណាដែលខ្ញុំ highlight យើងចង់ផ្លាស់ប្ដូរតាមតម្រូវការរបស់យើងជាក់ស្ដែងបានកន្លែងហ្នឹងណាអូខេអញ្ចឹងយើង copy បានហើយខ្ញុំចូលមកកែ script ទាំងអស់គ្នានៅក្នុងនេះយើងអត់ទាន់មានជា token Telegram bot ទេចាំតិចទៀតយើងចូលបង្កើតហើយយើងចូលមើលកន្លែងនេះយើងកែមកជា ID វិញអូខេខ្ញុំសុបលុប S ចេញខ្ញុំដាក់ ID ហើយ sheet គឺខ្ញុំ copy sheet មកនេះ copy sheet យកមកផាសនៅក្នុងនេះមកបានហើយពីរហ្នឹងឯងយើងកែតែពីរនេះហើយកន្លែងនេះខ្ញុំអត់មានការកែទេដោយសារតែខ្ញុំរៀបចំម្ដងហើយខ្ញុំតែម្ដងខ្ញុំយកទម្រង់បែបហ្នឹងណាខ្ញុំយកទម្រង់បែបហ្នឹងអញ្ចឹងយើងបើសិនជាយើងផ្លាស់ប្ដូរទីតាំងឧទាហរណ៍ថាអត្តលេខរបស់យើង student ID នេះយើងកែកន្លែងទៅនៅទាញចេញពី column មួយណា column លេខប្រមាណយើងរាប់តាមនឹងជាក់ស្ដែងទៅណាហើយការបរិច្ឆេទដែលយើងរៀបចំនៅក្នុង column ណាបើសិនជានៅក្នុង column C យើងដាក់2ដដែលទៅគឺត្រឹមត្រូវហើយប៉ុន្តែបើសិនជានៅ column C យើងបដូរលេខរាប់ទៅតាមនឹងមកណាហើយកន្លែងនេះដូចគ្នាយើងបដូរលេខរាប់ទៅតាម column ដែលយើងបានកំណត់ជាក់ស្ដែងមកគឺវាទាញទិន្នន័យឲ្យតាមហ្នឹងហើយអូខេឥឡូវយើងមកទាញរកមើលទិន្នន័យដូចជា token គ្រប់ bot Telegram របស់យើងវិញអញ្ចឹងខ្ញុំសូមចូលមក Telegram ក្រុមនេះខ្ញុំមានមួយហើយខ្ញុំបានបង្កើតតេមួយហើយយើងចូលមក bot folder ដើម្បីធ្វើការបង្កើត bot នេះចូល bot folder ខ្ញុំចុច slash ហើយបាយពាក្យថា create new bot នេះយក create new bot បន្ទាប់មកវាឲ្យយើងបំពេញឈ្មោះ bot ខ្ញុំសូមដាក់ D006 អូខេ006ឈ្មោះ bot របស់ខ្ញុំទេបន្ទាប់មកវាឲ្យយើងបំពេញឬក៏បង្កើត username ឲ្យ bot របស់យើងចឹងខ្ញុំដាក់ D អក្សរតូច006ហើយសញ្ញាត្រេពីក្រោមនេះហ្នឹងបន្ទាប់មកយើងប្រើពាក្យ bot ពីក្រោយព្រោះនៅក្នុងការប្រើឬក៏ការបង្កើត username ឲ្យ bot ទាមទារឲ្យមានពាក្យ bot នៅពីក្រោយឬក៏ទម្រង់បែបនេះអូខេអញ្ចឹងខ្ញុំចុច send ទៅ
ta miền ở chẳng username này cứ miền nè prao rồi vậy cho nhầm xong đối đặt đi son của muối hơi bọt dừng tay mới làm lại cả on ok chẳng là phải download đánh congratulationsแบบนี้คือมีในทางบอทบอเยอะประกาศบางจกใจไอ้ไอ้นี่คือเชียร์ token ไหนบอท Telegram บอเยอะยัง copy แต่ละ token นั้นมั้งยังจุดเลยนั้นมั้งยังโจมานี้ไอ้ select ลบ token จากเจ๊งยังพา token ทำไมโจโอเคพอต่อปีพาให้พอปันนี้ไอ้เอาไปได้ยังกายสำรวจยังส่งตัวการจุดพิธาเซลล์ไหนนี่หรือก็สัญญาเซลล์กันเลยแล้วไปได้ยังเซลล์รู้ยังโจมา deploy ดำไปเอาเวียดำนาการ script มวยนังจุดมวยนังบอท Telegram บอเยอะยังจุด deployต่อมาโยพิธา deployment โอเค deployment ให้กลายนี้ select ประเภทยังโยweb app โอเคกลายนี้ web app นี่ยังโยเปียท้าMỹ chính là vô Mỹ hay ID ở trong đó account email bao nhiêu hay tao mắc lại ní cái xua tha who has access cái dân dấu everyone nên là cái có ai phơi ở script nắng run bàn này làm chị ba có còn ai ở chơi tới cứ việc run màu thỏm đá và tao mới dùng chơi việc deploy chẳng nó phải deploy hỏi cứ việc ở dân allow từ script mũi năng allow từ script mũi năng ở phía access ở phía đầm nà cả ok dân chơi tam năng máu và tao mới dùng vô từ account bao nhiêu hơi dừng cho ra vô việc advanced dừng vô go to reply message Telegram chơi tam năng máu hơi dừng scroll một hàng cắm complete click lại select all đi phóng và tao mới dừng vô việc continue ok chẳng bắt đầuពីយើង continue allow ទៅលើ script នឹងហើយគឺវាបង្ហាញទម្រង់បែបនេះគឺយើង copy URL នេះមួយសិន copy ហើយយើងចូលមក add tab ថ្មីមួយសិនដើម្បីដាក់ដំណើរការវាមកតង់ទៀតដើម្បី set web hook អូខេចឹងយើងវាយ website មួយយើងដាក់API នេះ api.telegram.org/botនេះអូ sorry /bot អូខេអញ្ចឹងយើងចូលមកនេះកន្លែងយើងមើលកន្លែងនេះបាននេះកន្លែងនេះគឺ token របស់យើង token Telegram របស់យើងមិញណា bot របស់យើងមិញយើងចូលមក copy មកនេះ copy មួយហើយយើងផាសនៅក្នុងនេះយើង select នេះមកនេះយើង select មើលដល់ត្រឹម bot ណាពេលនេះយើងផាសសរសេរ bot ហើយពាក្យ bot ហើយយើងផាស token បន្ទាប់មកយើងចុច slash ហើយសរសេរពាក្យថា set web hook អូខេហើយដាក់សញ្ញាសួរបន្ទាប់មកយើងសរសេរពាក្យថា URL ស្មើអញ្ចឹងកន្លែងនេះយើងលុបចោលមកកន្លែងនេះគឺយើង pass pass URL មិញណានេះ copy URL ដែលយើងបាន deploy មិញហ្នឹងយើង copy មកយើងយកមក pass នៅក្នុងនេះមកបន្ទាប់មកយើង enter អូខេអញ្ចឹងឲ្យរងចាំបន្តិច internet ដើររឿងយឺតអូខេចុះវា load មកបែបនេះយើងចុច refresh ទីមួយទៀតចុច refresh មួយទៀតអញ្ចឹងកន្លែងនេះគឺដាក់ web hook is already set ចុចយើងបាន set រួចហើយឥឡូវយើងចូលទៅ test នៅក្នុងក្រុម Telegram របស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំចូលមកក្រុម Telegram កន្លែងនេះហើយបន្ទាប់មកក្នុងនេះអត់មាន bot របស់យើងទេអញ្ចឹងយើងអាច add bot របស់យើងចូលបានអូខេខ្ញុំដាក់add dd006 bot អូខេ dd006 d06 របស់យើងអូខេតោះមក add ចូលហើយយើងធ្វើការ promote bot របស់យើងហ្នឹងឲ្យទៅជា admin អូខេជប់ទៅវិញចូលមក manage ហើយយើង add admin ថ្មីយើងដាក់ bot របស់យើងជា admin close មកអូខេតោះយើងសាកID 001 enter មើលរងចាំបន្តិចនេះគឺ bot របស់យើងបានឆ្លើយតបដូចជា reply ទៅលើ message ដែលយើងបានសរសេរនៅក្នុងហ្នឹងហើយអញ្ចឹងគឺវាចំថ្ងៃទី9 ខែ 12 2025 ឥឡូវយើងចូលមកនៅក្នុង spreadsheet របស់យើងកែនេះ ID 001 ច័ន្ទវាសនាកែទៅជាថ្ងៃម្សិលមិញវិញអូខេនេះខ្ញុំកែដាក់ថ្ងៃទី8បន្តមកខ្ញុំចូលមក Telegram ខ្ញុំដាក់ ID 001 ម្ដងទៀតអញ្ចឹងគឺវានឹង load មកបែបនេះពុំមានតនន័យសម្រាប់ថ្ងៃនេះទេប៉ុន្តែបើយើងវាយ ID 002 គឺវា load តនន័យឲ្យមានតែឈ្មោះផ្សេងគឺសុកចន្ទថាវត្តមានមករៀនអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នេះឯងគឺអត់មានអីវែងឆ្ងាយច្រើនទេហើយអរគុណសម្រាប់លោកគ្រូដែលបានទស្សនាពីដើមរហូតដល់ចប់ហើយបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច like ហើយនិង subscribe ទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ